មកដល់ពេលនេះហើយខ្ញុំជឿថាមានសិស្ស3ប្រភេទដែលត្រូវនឹងប្រឡងបាក់ឌុបនេះពេលខាងមុខនេះអូនខ្ញុំតន់អាចអូនរំលងវីដេអូនេះដោយសារតែសិស្សប្រភេទចុងក្រោយខ្ញុំមានដំណោះស្រាយដើម្បីឲ្យគាត់ជាប់បាក់ឌុបហ្មងអ្នកនរគ្នាទោះបីជាមិនក៏ដោយសិស្សប្រភេទទី1ហ្នឹងគឺសិស្សចេះអញ្ចឹងគាត់អាចចេះពីចន្លោះ80ទៅ90%បាត់ហើយអ្នកនរគ្នាអញ្ចឹងអីដែលគាត់ត្រូវធ្វើទៀតហ្នឹងគឺការមើលវិញ្ញាសាឆ្នាំចាស់ឡើងវិញក៏ដូចជាការធ្វើវិញ្ញាសាត្រៀមអីចឹងទៅហើយមេរៀនក៏គាត់នៅតែមើលដែរបានន័យថាគាត់ដឹងពីអ្វីដែលគាត់ត្រូវធ្វើសិស្សប្រភេទទី2គឺសិស្សដែលចេះល្មមអញ្ចឹងអ្នកនរគ្នាគឺការខ្ញុំគឺជាប្រភេទសិស្សមួយដែលចេះល្មមទេដោយសារតែពេលនៅក្នុងកំឡុងពេល2ខែហ្នឹងគឺខ្ញុំនៅអនុវត្តធ្វើវិញ្ញាសាមានបញ្ហាអីចឹងណាហើយពីមួយឆ្នាំទៅមួយឆ្នាំដូចជាការធ្វើវិញ្ញាសាឆ្នាំចាស់អីហ្នឹងគឺនៅមាន error ណាគ្នាហើយមេរៀនអីក៏ខ្ញុំរៀងរបៀបថាយើងទិញនៅខ្វះមុខខ្វះក្រោយអីដែរអញ្ចឹងណាអញ្ចឹងសិស្សដែលប្រភេទចេះល្មមហ្នឹងគឺពិបាកខ្លាំងមែនតើដោយសារអីគឺនៅក្នុងកំឡុងពេលហ្នឹងគឺភ័យផងអផងហើយយើងអត់ដឹងថាអូដល់ថ្ងៃបាក់ឌុបដឹងមិនទេដោយសារតែយើងចេះល្មមយើងចេះបានន័យថាយើងចេះអត់លះអត់ដាច់ជាមួយនឹងមេរៀនហ្នឹងជាមួយនឹងលំហាត់ហ្នឹងអញ្ចឹងទៅគឺពិបាកចិត្តខ្លាំងមែនតើអញ្ចឹងអីដែលដោះស្រាយបានគឺយើងខំប្រឹងធ្វើមួយហើយយើងគិតមួយអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃយើងដឹងថាខ្លួនយើងត្រូវធ្វើអីគេនៅក្នុងថ្ងៃហ្នឹងរៀនតាមមុខទៅពីមុខអីបានហើយកុំឲ្យយើងវិញវ័ននិយាយទៅតែយើងវិញវ័នគឺយើងអត់ដឹងថាយើងត្រូវធ្វើពីណាទៅណាចាប់ពីណាទៅណាហើយយើង stress ទៀតសិស្សប្រភេទចុងក្រោយគេហ្នឹងគឺជាសិស្សដែលអត់ចេះខ្ញុំនិយាយមកអញ្ចឹងហ្នឹងទៅគាត់អត់ដឹងថាគាត់ត្រូវធ្វើបែបណាចាប់ពីណាទៅណាឬក៏ធ្វើអីទេយើងអត់ដឹងថាគាត់កំពុងតែគិតអីក៏ដូចជាគាត់មានបញ្ហាអីខ្លះទេអញ្ចឹងរឿងដែលអាចធ្វើបានសិស្សប្រភេទហ្នឹងគឺគាត់អាចនឹងថាគាត់ចំណាយពេលទៅលើ social media ច្រើនដូចជាការមើល TikTok មើល Facebook ហើយមើលវីដេអូបងក៏ដូចជាមើលវីដេអូគេដែលធ្វើលំហាត់ធ្វើអីចឹងធ្វើឲ្យអារម្មណ៍គាត់កាន់តែច្បងច្បល់ថែមទៀតហើយអ្នកខ្លះគាត់អត់ចេះចឹងគាត់អត់ដឹងថាគាត់ត្រូវធ្វើអីគាត់នៅចំណាយពេលចោលអីចឹងទៅអ្នកគ្នាកុំធ្វើបែបហ្នឹងអីសុខចិត្តចំណាយពេលហ្នឹងយើងកុំគិតថាចាំមួយខែចាំមើលឬក៏ចាំមួយចាំបុកមើលអត់ទេអ្នកគ្នាគឺអស់ពេលមែនតើហើយ2ខែហ្នឹងខ្ញុំគាត់ថាសំល្មមចំពោះដែលអូនគាត់អត់សូវចេះហ្មងណាអញ្ចឹងគឺយើងត្រូវតែគិតឡើងវិញក្នុងរយៈពេលពី10ឆ្នាំហ្នឹងថាតើយើងគួរតែចំណាយពេលបែបហ្នឹងអត់អញ្ចឹងយើងត្រូវតែប្រឡងបាក់ឌុបហ្នឹងគឺជាការបញ្ចប់មួយនៃការរៀនវិទ្យាល័យរបស់យើងនៃឆ្នាំ12ឆ្នាំរបស់យើងហ្នឹងគឺបញ្ចប់ត្រឹមតែ2ថ្ងៃណាគ្នាធ្វើបានល្អមិនល្អគឺអាស្រ័យលើ2ថ្ងៃហ្នឹងឯងហើយមួយទៀតបើសិនជាអ្នកទាំងអស់គ្នាវក់នឹងការលេងទូរស័ព្ទក៏ដូចជាវក់នឹងការលេង TikTok អីអញ្ចឹងអ្នកគ្នាគួរតែដឹងខ្លួនឯងថាយើងត្រូវតែកាត់បន្ថយដើម្បីឲ្យខ្លួនឯងហ្នឹងជាប់បាក់ឌុបអត់អញ្ចឹងបើសិនជាយើងនៅតែសកម្មភាពរងថ្ងៃបើយើងនៅតែធ្វើអារឿងបែបហ្នឹងគឺវាអាចជួយអីដល់យើងបានឯណាគ្នាគឺមានតែបំផ្លាញយើងទេអញ្ចឹងចំណាយពេលមួយភាគធំទៅលើការរៀនរបស់យើងដឹងថាយើងត្រូវរៀនបែបណាហើយយើងចាប់មួយមុខបើសិនជាអូនអត់ចេះអីសោះហ្មងអញ្ចឹងអូនទៅក្តាប់មេរៀនឡើងវិញចំពោះអូនដែលរៀនសង្គមភាគច្រើនគឺគាត់បានន័យថាបញ្ចេញគំនិតច្រើនអញ្ចឹងយើងទៅមើលមេរៀនឡើងវិញយើងទៅក្តាប់មេរៀនឡើងវិញថាមេរៀនមានអត្ថន័យបែបណាស្រួលយើងឆ្លើយសំណួរហើយបើសិនជាអូនរៀនថ្នាក់វិទ្យាសាស្ត្រវិញគឺអូនចាប់ផ្ដើមទៅយកសភៅហ្នឹងមកយកទៅកាត់រូបមន្តក៏ដូចជាវិធីនៅក្នុងការដោះស្រាយអ្វីមួយដូចជាការដោះស្រាយអនុគមការដោះស្រាយលំហាត់គីមីហើយបើចំពោះរូបវិទ្យាវិញយើងត្រូវតែយល់ពីបាតុភូតបែបណាក៏ដូចជាយើងទៅមើលវីដេអូលោកគ្រូអ្នកគ្រូដែលគាត់បញ្យល់មេរៀននៅក្នុង YouTube នឹងឡើងវិញទៅអីដែលល្អបំផុតគឺយើងទៅមើលមេរៀនទៅស្រង់អាមេរៀននឹងឡើងវិញដើម្បីថាតើយើងមានគោលគំនិតបែបណាខ្លះដើម្បីធ្វើវិញ្ញាសានៅថ្ងៃបន្ទាប់ទៀតអញ្ចឹងពេលដែលយើងចេះមេរៀនហើយគឺយើងអាចមានលទ្ធភាពទៅកាន់ការមើលវិញ្ញាសាក៏ដូចជាការធ្វើវិញ្ញាសាឆ្នាំចាស់ព្រោះបាក់ឌុបឆ្នាំថ្មីហ្នឹងគឺវាអត់ចាញ់អីក្រៅពីឆ្នាំចាស់ទេអ្នកនរគ្នាអញ្ចឹងទៅមើលទៅ